ស្ដីបងប្អូនថ្ងៃនេះគឺជាថ្ងៃសុក្រពួកខ្ញុំបាននាំកូនមកលេងខាង LA Zoo ចំពោះខាង LA Zoo នេះដែរវាដូចជាចម្ងាយពីផ្ទះខ្ញុំមកនេះគឺដូចជាបើតាមជាធម្មតាគឺប្រហែលជា30នាទីទៅ40នាទីទេតែបើសិនជាស្ទះផ្លូវដូចតែពេលត្រឡប់ទៅផ្ទះវិញពេលល្ងាចខ្ទង់ម៉ោង5អីហ្នឹងគឺថា1ម៉ោងជាង1ម៉ោងកន្លះហើយនៅក្នុងនេះថ្ងៃនេះគឺជាថ្ងៃសុកទេតែទៅជាមនុស្សច្រើនណាគ្រាន់តែខ្ញុំថតអត់សូវហ៊ានឲ្យជាប់គេទេហើយមានសត្វច្រើនប្លែកគេអញ្ចឹងទៅហើយចំពោះកូនក្មេងគឺគាត់ចូលចិត្តណាស់ហើយចំពោះការចូលមកមើលនេះចំពោះពួកខ្ញុំគឺម្នាក់$27ក្នុងសំបុត្រមួយតែចំពោះកូនខ្ញុំគាត់3ឆ្នាំហ្នឹងគឺ$22ហើយពួកយើងបានចូលមកមើលសត្វផ្សេងនៅខាងក្នុងនេះអីចឹងទៅហើយនេះដូចជាសត្វពស់ដែលទាំងអស់ហ្នឹងគឺថានៅក្នុងកញ្ចក់ទាំងអស់ទេហើយថាយើងអាចប៉ះបានទេហើយនេះគាត់ដើរទៅមើលសត្វផ្សេងទៀតគាត់លែងចង់ជិះតែហើយគឺគាត់ចុះមករត់មើលហ្មងគឺថាពេលគាត់ឃើញនេះគឺគាត់សប្បាយអរណាស់ចុចរកមកមើលតែទាំងអស់ហ្នឹងគឺយើងប៉ះបានទេយើងគ្រាន់តែបានមើលឃើញពីចម្ងាយអញ្ចឹងទៅណាហើយនេះអ្វីដែលខ្ញុំចូលសប្បាយជាមួយទៀតខ្ញុំឃើញនេះរូបដំរីនេះហើយគេដាក់ Cambodia ហើយគេដាក់អក្សរខ្មែរកាលពេលខ្ញុំមកលើមុនខ្ញុំអត់បានខ្ញុំអត់ដឹងថាខ្ញុំអត់បានចាក់អារម្មណ៍មើលឬក៏អត់បានឃើញឬក៏អត់បានដើរកាត់ហើយនេះគាត់រត់ទៅរកសត្វកវែងគាត់រត់ទៅចិត្តតែអ្វីដែលគាត់អត់ចូលចិត្តគឺក្លិនគឺគាត់ថាក្លិនអត់ក្អូបអីចឹងណាហើយនេះយើងឃើញសត្វស្វាទាំងអស់នេះគឺយើងមើលពីក្នុងកញ្ចក់ដូចគ្នាមិនយើងនៅចិត្តទេហើយឃើញច្រើនណាស់ហើយធំឡើងធំហើយចុងក្រោយនេះគឺសត្វខ្លាដែលគេនៅខាងឆ្ងាយដែរអញ្ចឹងវីដេអូថ្ងៃនេះគឺថ្ងៃចុងសប្តាហ៍នេះគឺមានតែប៉ុណ្្នឹងទេគ្រាន់តែថាគ្រាន់តែចង់ប្រាប់បងប្អូនថាបើថាក្នុងរដូវកាលនេះយកកូនមកលេងនៅខាង LA Zoo នេះក៏ល្អដែរព្រោះអត់សូវក្តៅអរគុណច្រើនបាយបាយ